តបបងប្អូនអូយមានទាំងពីរអីគឺជិញចាក់មកនៅក្នុងនេះទៀតបងប្អូននេះគឺជាពូជអាមេរិកបងប្អូនពូជដើមមេដែលនាងខ្ញុំនិយាយប្រាប់ណាពូជនេះវាអាយុលើស1ឆ្នាំហើយលក្ខណៈថាវាធំខ្លាំងបើដាក់បាត់ដៃខ្ញុំទៅវាធំជាងបាត់ដៃខ្ញុំទៀតនេះបើដាក់មកវាមុតទៅបងប្អូនអានេះវាមុតទៅបើបាក់ដាក់ចូលប៉ុន្តែគឺថាដឹងថាវាធំខ្លាំងមែនទែនហើយដីមិនដាក់អីច្រើនទេបងប្អូនដាក់ហ៊ានតែដាក់ដីអាចកបើមកលួយអញ្ចឹងនេះគឺយើងដាក់តែដីពណ៌ខ្មៅហ្នឹងដែលយើងថាដីពណ៌ខ្មៅហ្នឹងល្អបងប្អូនហើយសំខាន់នេះចេញកូនទៀតហើយពូជអាមេរិកនេះគឺយើងអាចយកទៅហូបឬក៏យកទៅធ្វើអីផ្សេងៗបានដូចគ្នាដែរបងប្អូនហើយនេះដូចបងប្អូនមើលចឹងនេះអូគឺថាធំខ្លាំងមែនទែនណាបងប្អូនចានេះដូចបែបបងប្អូនមើលឃើញខ្ញុំថតឲ្យចិត្តតែម្ដងបងប្អូនមើលនេះអាធាងក្រោមវាធំជាងបាត់ដៃខ្ញុំទៀតហើយបើធាងបន្ទាប់ហ្នឹងវារឹតតែធំខ្លាំងជាងហ្នឹងទៀតហើយវាល្អឡើងណែនផើមែនទេបងប្អូនហើយផើនៅដាក់វាមកនេះឡើងបាក់បែកអស់ហើយមើលកូនគេវាគៀបវាធំពេញវាធ្ងន់ហ្នឹងមើលគៀបកូនចេញមកហើយនេះគឺជាធាងចាស់បងប្អូននេះធាងចាស់ដែលយើងត្រូវសក់ចោលអញ្ចឹងណាបើយើងទុកក៏វាមិនបានអីដែរហ្នឹងហើយយើងសក់វាចោលទៅហើយបងប្អូនអូយគឺថាធំខ្លាំងមែនទេនេះលក្ខណៈថាវាធំជាងបាត់ដៃទៀតណាហើយចង់បញ្ជាក់ជូនបងប្អូនថានេះគឺជាប្រភេទដីដែលយើងដាក់ដាំកន្ទុយក្រពើដែលខ្ញុំថាដីពណ៌ខ្មៅបងប្អូនដីនេះគឺដីពណ៌ខ្មៅតែម្ដងវាអត់មានដាក់អីទេប៉ុន្តែគឺថាវាល្អបែបដីនេះយើងប្រើកំប៉ុស្តប្រើអីលេវាកើតទៅជីមេវិញបងប្អូនប៉ុន្តែយើងដាក់តែអញ្ចឹងទៅផ្ទៀលល្អយកទៅណាស់អស់